ធីធ្វើសបកគៀវដែលបងប្អូនបានសួរនាងខ្ញុំឲ្យវាខ្ញុំបានចែករំលែកពីរូបមន្តដែលខ្ញុំធ្វើគៀវឆ្ងាញ់ឥឡូវនេះខ្ញុំថតជូនបងប្អូនពីរបៀបដែលខ្ញុំធ្វើសបកគៀវតាមពិតសបកគៀវក៏អត់ពិបាកដែរអ្វីដែលយើងត្រូវការនោះគឺមានជាមួយនឹងម្សៅមីរូបមន្តនេះប្រើម្សៅមីចំនួន320ក្រាមហើយនឹងលួចអំបិលមួយចុងស្លាបព្រាកាហ្វេទឹកក្តៅអ៊ុនៗចំនួន182ក្រាមដាក់អំបិលលាយជាមួយនឹងម្សៅនឹងហើយយើងដាក់ទឹកបញ្ចូលទឹកនឹងគឺយើងចាក់ម្ដងបន្តិចចុះបងប្អូនយកចង្កឹះយកមកច្បល់វាកុំយកដៃច្បល់ប្រយ័ត្នរលាកដៃដោយសារទឹកយើងនៅមានកម្ដៅទឹកនឹងប្រហែលជា80អង្សាអីព្រោះខ្ញុំដាំពុះហើយខ្ញុំទុកចោលប្រហែលជា7នាទីហើយបានខ្ញុំយកមកប្រើចាបន្ទាប់ពីយើងច្បល់អីចឹងហើយធ្វើការចកត់រហូតដល់សាច់ម្សៅនឹងឡើងរបៀបមើលទៅរលោងបន្ទាប់មកគឺយើងយកវាមកដាក់លើក្តារលុញហើយយើងធ្វើការលុញចឹងទៅលុញនេះប្រហែលជា10នាទីអីលុញចុះលុញឡើងចឹងណាបងប្អូនក្រោមក្តារហ្នឹងគឺយើងលាបម្សៅប៉ិនដោយសារសាច់ម្សៅខ្ញុំលាយជាមួយនឹងបរិមាណទឹកក៏ប៉ុណ្្នឹងគឺប្រើម្សៅតិចមែនតើម្សៅធ្លាប់លើក្តារហ្នឹងតិចមែនតើដោយសារវាអត់សូវស្អិតទេហើយបន្ទាប់ពីយើងលុញវាមើលទៅសាច់រៀងរលោងហើយយើងយកថង់យកមកហុំវាហើយធ្វើការផ្អាប់វាទុករយៈពេល30នាទីរយៈពេលផ្អាប់ហ្នឹងវាអាច30នាទីជាងក៏បានដែរវាអាស្រ័យទៅលើអាកាសធាតុកន្លែងយើងបើសិនជាក្តៅហប់អានឹងឆាប់ទន់ហើយបន្ទាប់មកគឺយើងមកមើលម្សៅយើងគឺទន់បែបនេះបងប្អូនតែយើងចកត់ទៅទន់បែបហ្នឹងគឺអូខេហើយចាគឺត្រូវហ្មងហើយបើសិនជាយើងលេអត់ត្រូវគឺហឹងឯណាម្សៅយើងហឹងពេលដែលយើងចកត់ទៅវាចាធ្វើទៅបែកអញ្ចឹងណាវាអត់ល្អឯហឹងចាសបកគៀវញ៉ាំទៅក៏អត់ឆ្ងាញ់ដែរបកគៀវញ៉ាំទៅរៀងហឹងបើសិនជាលាយម្សៅទុនដូចខ្ញុំទៀតឃើញសភាពដូចខ្ញុំអញ្ចឹងគឺគៀវនោះញ៉ាំទៅទុនឆ្ងាញ់ហ្មងពេលដែលយើងខ្ចប់ក៏ស្រួលខ្ចប់ដែរម្សៅមួយដុំហ្នឹងខ្ញុំបានចាស់ជាពីរហើយខ្ញុំចាប់ទាញវាដូចជាវងកងអញ្ចឹងទៅមកកាត់វាជាពីរទៅមកផ្នែកដែលយើងអត់ទាន់ធ្វើនោះបងប្អូនកុំភ្លេចដាក់វារុំថងផងការពារកុំឲ្យវាឡើងស្ងួតហឹងម្សៅហ្នឹងខ្ញុំចាប់ទាញវាទាញច្រវាច់ដល់ទំហំមួយដែលយើងចង់បានហ្នឹងហើយកុំភ្លេចលាបម្សៅផងបើមានអារម្មណ៍ថាស្អិតអីចឹងយើងលាបម្សៅទៅតែម្សៅប្រើតាមរូបមន្តនេះលាយទៅគឺវាអត់ស្អិតទេចាវាអត់សូវស្អិតទេវាស្អិតតិចបំផុតហើយងាយស្រួលលុញទៀតងាយស្រួលទាញទៀតគឺវាទន់វាស្វិតល្អពេលដែលយើងរុញទាញបានទំហំមួយដែលយើងចង់បានហើយយើងធ្វើការកាត់ដុំចំពោះទំហំនៃដុំម្សៅហ្នឹងគឺអាស្រ័យទៅលើបងប្អូនហើយចង់បានសបកគៀវធំតូចក្តារម្ដុំនេះទម្ងន់វាប្រហែលជា17-18ក្រាមទំហំប៉ុណ្ណេះគឺយើងអាចខ្ចប់គៀវទំហំធំបានទៅពីខ្ញុំកាត់ហើយខ្ញុំបានរួយម្សៅលើដុំម្សៅទូចខ្ញុំនឹងទៀតដើម្បីជៀសវាងកុំឲ្យវាស្អិតបញ្ជាប់គ្នាដុំម្សៅនៅពេលដែលយើងកាត់ទៅពេលយើងចកត់ទៅដូចវារៀងកាពៀតមុខតិចវាអត់ឃើញមូលដុំស្អាតទេអញ្ចឹងខ្ញុំធ្វើការច្របាច់វាបន្តិចទៅដើម្បីឲ្យវាចេញទម្រង់មូលល្អមកវិញនៅពេលដែលដុំម្សៅមូលអញ្ចឹងនៅពេលដែលយើងចកត់ដើម្បីធ្វើសបកគៀវនោះគឺវាចេញទម្រង់មូលងាយស្រួលក្នុងការចកត់ហើយដុំម្សៅទាំងអស់ហ្នឹងនៅពេលដែលយើងកាត់ហើយហ្នឹងជាប់វាដាក់ចូលថង់ការពារចាប្រយ័ត្នកុំឲ្យវាស្ងួតត្រូវខ្យល់ត្រូវអីទៅវាស្ងួតចូលដល់ការចកត់ជាប្រទេសចាមុននឹងចកត់ជាប្រទេសហ្នឹងគឺខ្ញុំបានយកដៃខ្ញុំចកត់វាកាត់វាឲ្យតប៉ែតហើយបើខ្ញុំយកឈើមូលយកមករុញវាពីលើទៅដើម្បីឲ្យវាតប៉ែតជាសម្បកគៀវនៅលើដំបងលុញសូមកុំភ្លេចលាបម្សៅផងខ្លាចវាស្អិតហើយនៅលើប្រទេសក្តារយើងហ្នឹងក៏យើងត្រូវលាបម្សៅដែរចាការពារស្អិតពេលលុញហ្នឹងប្រើម្សៅច្រើនណាហើយក្នុងការលុញសូមប្រើកម្លាំងល្មមបានទេកុំចកត់វាខ្លាំងទៅតែម្ដងហ្មងវាតប៉ែតទៅតែមកកពុយលើហើយទៅវានឹងជាប់នឹងដបងជាប់លើប្រទេសក្តារយើងថែមទៀតហើយក្នុងការកិនដើម្បីឲ្យបានមូលគឺយើងចាដូរទិសដៅយើងពីឆ្វេងស្ដាំជារង្វង់ហ្មងអញ្ចឹងដើម្បីឲ្យបានមូលហើយបើចង់ឲ្យបានមូលស្អាតបងប្អូនមានអីយកមកកាត់ជាពុំចឹងមកដូចខ្ញុំចេះខ្ញុំយកតែកែវទឹកហ្នឹងចាយកមកកាត់ទៅវាចេញមូលស្អាតអញ្ចឹងហើយសបកគៀវនេះបើសិនជាយើងលុញបដាខ្ចប់បដាគឺស្រួលពេលហ្នឹងសបកគៀវវានៅទន់ស្រួលខ្ចប់ហើយមួយទៀតយើងមិនបាច់លាបម្សៅច្រើនព្រោះបើសិនជាយើងកិនទុកដូចខ្ញុំអញ្ចេះគុំត្រូវលាបម្សៅឲ្យច្រើនការពារវាស្អិតទៅហើយនឹងចំណុចមួយទៀតសបកគៀវមួយនៅពេលយើងកិនហើយហ្នឹងកុំភ្លេចយកថង់គ្របពីលើផងប្រយ័ត្នកុំឲ្យវាត្រូវខ្យល់ខាងក្រៅយូរតែមិនអញ្ចឹងស្ងួតនៅពេលដែលសម្បកស្ងួតយើងខ្ចប់ទៅគឺងាយនឹងបែកមែនតើនេះជាស្លឹកគៀវខ្ញុំតែនៅផលសម្រាប់បានប៉ុណ្ណេះបងប្អូនហើយខ្ញុំគិតថាខ្ញុំរៀបរាប់ជូនបងប្អូនដូចជាក្បោះក្បាយនេះតែបើនៅមានចំណុចណាខ្វះខាតបងប្អូនអាចខមមិនខាងក្រោមបាន